បាទសូមជម្រាបសួរបងប្អូនបាទនេះគឺជាកូនមន់ស្រែពូសំពៅលាយស្គួយណាហៅស្គួយចម្រុះពណ៌បាទវាមានក្រហមតសក់ខ្មៅស្គួយមាសស្គួយអង្កាំលាយចម្រុះបាទហើយថ្ងៃនេះផងដែរខ្ញុំចង់និយាយទាក់ទងនឹងការចិញ្ចឹមមាន់ជាលក្ខណៈវិលជុំមានន័យថាយើងអាចរកចំណូលពីវាបានដោយតាមរយៈការដាក់ចិញ្ចឹមជាមាន់សាច់លក់វិលជុំគឺមានន័យថាបងប្អូនមានតែទ្រុង3ប្រឡោះឬក៏3បន្ទប់ទៅ4បន្ទប់បងប្អូនអាចចិញ្ចឹមលក្ខណៈជាលក់វិលជុំបានហើយបងប្អូនណាមានន័យថាខែទី1បងប្អូនអាចដាក់100ខែទី2បងប្អូនដាក់100ខែទី3បងប្អូនដាក់100គឺបងប្អូនអាចចិញ្ចឹមជាលក្ខណៈលក់វិលជុំបានហើយយើងធ្វើវាគឺកាលណាយើងសេតផែនការបងប្អូនណាបងប្អូនមិនចាំបាច់ខ្លាចថាឧទាហរណ៍បើសិនជាចិញ្ចឹមទៅបងប្អូនដាក់លើកជុំទី1 100ចិញ្ចឹមទៅមានបញ្ហាដល់ជុំទី2បងប្អូនអត់ហ៊ានដាក់ចិញ្ចឹមទៀតទេដល់ពេលអញ្ចឹងវាមានន័យថាផែនការបងប្អូនគឺវាអត់បានជោគជ័យទេចិញ្ចឹមលក្ខណៈវិលជុំមានន័យថាយើងត្រូវតែដាក់ផែនការច្បាស់លាស់បាទត្រូវតែខែទី1ដាក់100ខែទី2ត្រូវដាក់100ទៀតខែទី3ត្រូវដាក់100ទៀតបើទោះបីជាខែទី1ដាក់ទៅការចិញ្ចឹមរបស់យើងវាមានបញ្ហាឈឺងាប់ខ្លះប៉ុន្តែយើងត្រូវតែដាក់ផែនការខែទី2ត្រូវតែដាក់100ទៀតបើយើងមិនធ្វើអញ្ចឹងទេគឺយើងមិនអាចចិញ្ចឹមជាលក្ខណៈវិលជុំបានទេបងប្អូនណាអញ្ចឹងខ្ញុំសូមជូនប៉ុណ្ណេះអញ្ចឹងបងប្អូនយើងចិញ្ចឹមវាកុំខ្លាចទៅលើការចិញ្ចឹមបាទគឺយើងត្រូវធ្វើតាមផែនការដែលយើងបានកំណត់ទើបយើងអាចលក់ជាលក្ខណៈវិលជុំបានបងប្អូនណាខ្ញុំសូមជូនប៉ុណ្ណេះបាទអរគុណ